អូនមកបង feel not okay ឆ្ងាយស្រីបងមិនទំលាប់ទេបងនឹកដែរកាន់រាល់ថ្ងៃធ្ងន់ធ្លាប់ថាបងខំមិនបានទេសម្រាប់បទចម្រៀង Modern Love របស់ទេពិសិដ្ឋបើមើលក្នុងន័យ story meaning នេះអាចយល់បានថាស្នេហាដែលលើសពីការហៅថា love ធម្មតាវាគឺជាអារម្មណ៍ដែលជ្រាលជ្រៅជាងការស្រឡាញ់គឺជាការចង់នៅក្បែរការយល់ចិត្តការថែរក្សានិងការឲ្យតម្លៃមនុស្សម្នាក់ទោះបីមិនអាចពណ៌នាអារម្មណ៍នេះទាំងស្រុងបានក៏ដោយអត្ថន័យសំខាន់ Modern Love មានអារម្មណ៍ដូចជាមនុស្សម្នាក់កំពុងនិយាយទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ថាអ្វីដែលខ្ញុំមានចំពោះអ្នកមិនមែនគ្រាន់តែជាស្នេហាទេអ្នកមានន័យសំខាន់ជាងពីថាលើបទៅទៀតវាមិនមែនផ្ដោតទៅលើការចង់បានមនុស្សម្នាក់ជាគូស្នេហ៍ទេប៉ុន្តែផ្ដោតទៅលើតម្លៃនិងចំណងផ្លូវចិត្តដែលកើតឡើងរវាងមនុស្សពីរនាក់ចំណុចដែលគួរចាប់អារម្មណ៍នៃបទនេះគឺបង្ហាញពីស្នេហាដែលមានទាំងការស្រឡាញ់មានអារម្មណ៍ជ្រាលជ្រៅចំពោះមនុស្សម្នាក់ការយល់ចិត្តមិនចាំបាច់និយាយក៏អាចយល់ពីគ្នាការថែរក្សាចង់ឲ្យមនុស្សម្នាក់មានសុវត្ថិភាពនិងសុខសប្បាយការភ្ជាប់ផ្លូវចិត្តមនុស្សម្នាក់ក្លាយជាផ្លូវសំខាន់នៃជីវិតការមិនចង់បាត់បង់ព្រោះគេមានតម្លៃលើមនុស្សដែលយើងគ្រាន់តែពាក្យថាស្រឡាញ់ Story ដែលបែប emotional បើយើងយកវាមកបកស្រាយជារឿងដូចជាមនុស្សពីរនាក់ដែលធ្លាប់ឆ្លងកាត់ពេលវេលាជាមួយគ្នាពេលដំបូងអារម្មណ៍អាចគ្រាន់តែជា attention ឬការចាប់អារម្មណ៍ប៉ុន្តែបន្តិចម្ដងវាคล้ายទៅជាចំណងដែលជ្រៅជាងមុននៅពេលដែលមនុស្សម្នាក់คล้ายជាមនុស្សដែលយើងគិតថាទៅដល់ទីណាក៏មានរឿងល្អនិងរឿងអាក្រក់នោះអារម្មណ៍នឹងចាប់ផ្ដើមនិយាយថាលើពីពាក្យថា loveសរុបមកបទចម្រៀង Modern Love គឺជាការនិយាយអំពីអារម្មណ៍ដែលមិនអាចវាស់បានត្រឹមពាក្យថាស្រឡាញ់មនុស្សម្នាក់អាចខ្លាចគឺជាមនុស្សដែលឲ្យតម្លៃចង់ការពារចង់នៅក្បែរនិងមានអត្ថន័យពិសេសក្នុងជីវិតនេះហើយគឺជាពាក្យថា Modern Love បើមើលតាមអារម្មណ៍បទនេះមិនមែនជាស្នេហាបែប happy and romantic តែប៉ុណ្ណោះនោះទេវាមានអារម្មណ៍ទន់ភ្លន់ស្ងប់ស្ងាត់ជ្រាលជ្រៅនិងមានភាពនឹករលឹកផងដែរ 1. Deep Love ការស្រឡាញ់យ៉ាងជ្រាលជ្រៅអារម្មណ៍សំខាន់បំផុតគឺស្នេហាដែលលើសពីពាក្យធម្មតាវាផ្ដល់អារម្មណ៍ថាមនុស្សម្នាក់នេះមិនមែនគ្រាន់តែជាអ្នកដែលខ្ញុំស្រឡាញ់ប៉ុន្តែគឺជាមនុស្សម្នាក់ដែលមានតម្លៃពិសេសក្នុងជីវិតភាពទន់ភ្លន់ក្នុងស្នេហាបទនេះមានអារម្មណ៍ដូចជាមនុស្សម្នាក់ហ៊ានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនពេលយើងស្រឡាញ់នរណាម្នាក់ខ្លាំងហើយយើងក៏អាចខ្លាចទៅជាមនុស្សម្នាក់ងាយរងគ្រោះពីព្រោះខ្លាចបាត់បង់គេការនឹកនិងចង់នៅក្បែរមានអារម្មណ៍ចង់នៅជិតមនុស្សម្នាក់ទោះបីជាមិនចាំបាច់និយាយអ្វីក៏ដោយវាជាអារម្មណ៍ស្ងាត់ស្ងាត់ដែលអ្នកស្ដាប់យកទៅបទនេះទៅភ្ជាប់ជាមួយនឹងមនុស្សដែលខ្លួននឹក comfort ភាពកក់ក្ដៅបទនេះផ្ដល់នៅអារម្មណ៍ថាមនុស្សដែលយើងស្រឡាញ់អាចជាកន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្ញុំមានសុវត្ថិភាពដូច្នេះវាមាន warm and deepness ខ្លាំងណាស់ខ្លាចបាត់បង់នៅពីក្រោយភាពផ្អែមល្ហែមមានអារម្មណ៍មួយទៀតគឺការខ្លាចបាត់បង់អ្វីដែលមានតម្លៃពេលមនុស្សម្នាក់មានន័យលើពីស្នេហាធម្មតាការបាត់បង់គឺជាការឈឺចាប់ជាងធម្មតាដែរ